នេះគឺជាទីតាំងកោះនរាដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយសប្តាហ៍នេះគឺយើងមាន model មួយរូបដើម្បីផ្តិតជារូបភាពជាវីដេអូជូនទៅកាន់បងប្អូនទស្សនានៅស្ថិតនៅទីតាំងកោះនរាដែលជួបនឹងមាត់ទន្លេហើយមានទីតាំងស្រស់ស្អាតខ្លាំងមែនទែនដោយសារថ្ងៃនេះគឺខ្ញុំបានមកថតវីដេអូផ្តិតជាវីដេអូហើយជាទីថ្ងៃអាទិត្យគឺដើម្បីផ្តិតជាវីដេអូដើម្បីចែកប្លែកវាគឺជាអារម្មណ៍នៅស្នាដៃខ្ញុំឯងបន្ថែមទៀតផងដែរដោយសារតែកាមេរ៉ារបស់ខ្ញុំគឺខ្ញុំប្រើ Canon 650D lens 50mm ដោយសារតែខ្ញុំទុកចោលយូរជាច្រើនខែមកហើយក៏វាការថតក៏មិនសូវស្អាតប៉ុន្មានដែរហើយណាមួយក៏ខ្ញុំខានថតយូរនេះគឺប្រើ handheld ប្រើដៃផ្ទាល់ហើយក៏ចុះវីដេអូក៏មានដាក់ stabilizer ដែរគឺប្រើ handheld សុទ្ធមកគឺនេះគឺជាទិដ្ឋភាពសង្ក្រានប៉ុន្តែអត់បានទៅលេងសង្ក្រានទេគឺមកផ្តិតជារូបភាពលេងដើម្បីឲ្យជាវឹកហាត់ស្នាដៃខ្លួនឯងបន្ថែមទៀតផងដែរហើយសារតែកណ្ដុនដូចខ្ញុំនិយាយអញ្ចឹងកាមេរ៉ារបស់ខ្ញុំទុកចោលហើយវាឡើងស្រអាប់ខ្លាំងមែនតើជាពិសេសគឺ sensor របស់វាប្រឡាក់ដោយសារតែដីច្រើនប៉ុន្តែគិតថារូបភាពវីដេអូទិដ្ឋភាពវីដេអូប៉ុណ្ណឹងបងប្អូនគិតជាមិនដែរអាចទទួលយកបានទេអត់ដោយសារតែខ្ញុំខានប្រើយូរហើយបញ្ជាក់ដោយសារតែមិនថាកាមេរ៉ាមកអីទេអត់តែយើងខានប្រើយូរទីទុកចោលគឺស្អាតប៉ុន្តែខ្ញុំគិតថាអាចគុណភាពប៉ុណ្ណឹងគឺអាចទទួលយកបានប៉ុន្តែខ្ញុំនឹងទិញclean មិនសិនមកតាមវាដើម្បីធ្វើជាវីដេអូខ្លីៗជូនកាន់បងប្អូនទស្សនាហើយក៏ដូចជាចែកម្លែកនៅបទពិសោធន៍ខ្លះតែខ្ញុំធ្លាប់ចេះមិនមែនថាខ្ញុំជាអ្នកចេះអីខ្លាំងទេប៉ុន្តែខ្ញុំនឹងចែកម្លែកតាមបទពិសោធន៍ដែលខ្ញុំអាចធ្វើទៅបានអូខេមានប៉ុណ្ណឹងបងប្អូនអាចទស្សនាតាមនឹងទៅអរគុណជំរាបលាជួបគ្នាវីដេអូក្រោយអរគុណ